គ្រួសារគឺជាចំណុចកណ្ដាលនិងជាគ្រឹះនៃរាល់សកម្មភាពទាំងឡាយសង្គមជាតិព្រះវិហារនិងជាតិសាសន៍ទាំងមូលរឹងមាំទៅបានគឺអាស្រ័យទៅលើគ្រួសារដែលជាអ្នកបង្កើតវាឡើងមកបញ្ហានៃជីវិតទាំងឡាយសុទ្ធតែមានប្រភពចេញពីក្នុងផ្ទះនោះឯងហើយសុខុមាលភាពរបស់សង្គមជាតិគឺអាស្រ័យទាំងស្រុងទៅលើឥទ្ធិពលដែលចេញពីក្នុងគ្រួសារចរិតមារយាទសីលធម៌និងទម្លាប់ដែលយុវជនបានកសាងឡើងនៅថ្ងៃនេះគឺជាការបង្ហាញពីស្ថានភាពរបស់សង្គមជាតិនៅក្នុងពេលអនាគតផ្ទះរបស់អស់លោកអ្នកបងប្អូនគួរតែជាស្ថានសួគ៌ដ៏តូចមួយនៅផែនដីនេះវាគួរតែជាកន្លែងដែលមានសេចក្តីស្រឡាញ់មិនមែនជាកន្លែងដែលមានអារម្មណ៍ថាមានភាពសង្កត់នឹងកាន់គ្នាទៅវិញទៅមកនោះទេប៉ុន្តែគឺជាការបណ្ដោះបណ្ដាលនូវសេចក្តីស្រឡាញ់ការយោគយល់គ្នានិងសុជីវធម៌ចំពោះគ្នាទៅវិញទៅមកកាលណាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់នៅផ្ទះរបស់អស់លោកអ្នកបងប្អូននោះនឹងក្លាយទៅជាគំរូនៃស្ថានសួគ៌ដែលមានរសជាតិដ៏ផ្អែមបំផុតឪពុកម្ដាយគ្រប់រូបត្រូវចងចាំថាបរិយាកាសដែលស្ថិតនៅក្នុងដួងចិត្តដួងព្រលឹងរបស់ខ្លួននឹងជះឥទ្ធិពលទាំងស្រុងដល់ផ្ទះទាំងមូលរបស់ខ្លួនប្រសិនបើឪពុកម្ដាយមានការយោគយល់និងចេះចោះសម្រុងនឹងគ្នាកូននឹងទទួលយកឥទ្ធិពលបែបនោះដូចគ្នាយើងត្រូវរស់នៅជាគ្រីស្ទបរិស័ទដ៏ពិតប្រាកដចាប់តាំងពីថ្ងៃនេះតទៅពីព្រោះថាចរិតលក្ខណៈដែលយើងមាននៅក្នុងជីវិតនេះនឹងមិនប្រែប្រួលទៅណាឡើយបើទោះបីជាយើងជួបសេចក្តីស្លាប់ឬក៏ការរស់ឡើងវិញជាលើកទី2នៅក្នុងព្រះយេស៊ូវគ្រីស្ទក៏ដោយការផ្លាស់ប្ដូរជីវិតត្រូវតែធ្វើឡើងនៅពេលឥឡូវនេះឪពុកម្ដាយទាំងអស់គ្នាអាចបង្កើតបរិយាកាសដ៏បរិសុទ្ធបានតាមរយៈការធ្វើជាគំរូក្នុងការនិយាយស្ដីនិងនិយាទដ៏ល្អតាមរយៈការបង្រៀនកូនឲ្យចេះគោរពខ្លួនឯងនិងគោរពច្បាប់របស់ព្រះឪពុកម្ដាយទាំងអស់កំពុងតែកសាងកំផែងដ៏រឹងមាំមួយដើម្បីការពារពួកគេចេញពីសេចក្តីល្បួងផ្សេងៗប្រកបណាស់គ្រួសារគួរតែមានវិន័យប៉ុន្តែវិន័យទាំងនោះត្រូវអនុវត្តដោយប្រាជ្ញានិងសេចក្តីស្រឡាញ់មិនមែនដោយការប្រើអំណាចផ្ដាច់ការនោះទេដូចជាផែនដីដែលត្រូវការពន្លឺព្រះអាទិត្យដើម្បីឲ្យគ្រាប់ទុញ្ញជាតិដុះឡើងកូនក៏ត្រូវការលើកទឹកចិត្តនិងការសរសើរដើម្បីឲ្យចិត្តរបស់ពួកគេទន់ភ្លន់ក្នុងការទទួលយកសេចក្តីពិតចូលឲ្យសេចក្តីអត់ធ្មត់និងសេចក្តីស្រឡាញ់បង្កើតជាពន្លឺថ្ងៃនៅក្នុងចិត្តរបស់ពួកគេបើទោះបីជាពន្លឺថ្ងៃនោះមានពពកខ្មៅបានបិទចិត្តក៏ដោយចំនួនមិនគួរកើតមាននៅក្នុងគ្រួសារនោះទេប៉ុន្តែត្រូវចំនួនមកវិញនៅភាពទន់ភ្លន់និងសេចក្តីមេត្តាករុណាវិញចំណងគ្រួសារគឺជាចំណងដ៏បរិសុទ្ធបំផុតនៅលើផែនដីនេះដែលត្រូវបានបង្កើតឡើងដើម្បីជាពរជ័យដល់មនុស្សជាតិទាំងឡាយគ្រប់គ្រួសារគ្រិស្តបរិស័ទគួរតែជាកន្លែងដ៏បរិសុទ្ធជាកន្លែងដែលព្រះបន្ទូលរបស់ព្រះត្រូវបានចែកចាយដោយសេចក្តីស្រឡាញ់នៅពេលដែលវត្តមានរបស់ព្រះគ្រីស្ទស្ថិតនៅក្នុងគេហដ្ឋានរបស់អស់លោកអ្នកបងប្អូនគេហដ្ឋាននោះនឹងคล้ายទៅជាខែលការពារដ៏រឹងមាំបំផុតអំពីអំពើពុករលួយជាច្រើននៅក្នុងពិភពលោកយើងនេះតាមរយៈការរស់នៅឲ្យស្របតាមផែនការនិងគម្រោងការរបស់ព្រះឪពុកម្ដាយនិងកូនគ្រប់រូបនឹងរួបរวมគ្នាដើម្បីបង្កើតឥទ្ធិពលដ៏បរិសុទ្ធនិងបង្កើនសិរីល្អដល់ព្រះនិងបង្ហាញផ្លូវទៅកាន់សេចក្តីពិត